សម្ដេចធិបតីហ៊ុនម៉ាណែតពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកនាយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025ដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដាព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃលោករដ្ឋមន្ត្រីរ៉ូបាល់បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្ដេចបវរធិបតីបានបញ្ជាក់ជាថ្មីអំពីការប្រកាសចប់យ៉ាងម៉ឺនម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានបើតាមសម្ដេចធិបតីកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ